អូខេជំរាបសួរបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញទាក់ទងទៅនឹងវិធីដែលយើងអាចប្រើប្រាស់ sticker ចេះបាននៅក្នុងកម្មវិធី Microsoft Office Word អញ្ចឹងនេះនៅក្នុងករណីថាប្រសិនបើបងប្អូនចង់បាន sticker ដែលមានរូបបែបនេះរូបបេះដូងឬក៏រូប sticker ជាលក្ខណៈដែលយើងប្រើប្រាស់នៅក្នុងកម្មវិធី Social Media Telegram Chat អីចឹងណាហ្នឹងអញ្ចឹងបងប្អូនទៅរកអា sticker ទាំងអស់ហ្នឹងនៅកន្លែងណាជាទូទៅគឺបងប្អូនឃើញភាគច្រើនពេលខ្លះគឺគាត់អឺអ្នកដែលគាត់បង្ហាញវីដេអូមួយចំនួនហ្នឹងណាគឺភាគច្រើនគាត់ប្រើកូដអញ្ចឹងទៅប្រើកូដហើយចុច Alt X ហ្នឹងទៅតែនៅក្នុងនេះគឺខ្ញុំបង្ហាញបងប្អូនផ្ទាល់តែម្ដងគឺដើម្បីឲ្យបងប្អូនអាចស្វែងរក sticker ទាំងអស់ហ្នឹងបាននៅលើ keyboard របស់យើងអូខេអញ្ចឹងដើម្បីស្វែងរកនៅ keyboard ដែលមាន sticker បែបនេះបងប្អូនគ្រាន់តែធ្វើការចុចទៅលើ keyboard កុំព្យូទ័ររបស់យើងហើយខ្ញុំបើក keyboard ឲ្យបងប្អូនមើលតិចនេះបងប្អូនគ្រាន់តែចុចកន្លែងប៊ូតុង Start ហើយនិងកន្លែងសញ្ញាចុច2នេះមកគឺវានឹងបង្ហាញអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងប៊ូតុង Start និងកន្លែងប៊ូតុងចុច2ទៅវានឹងឃើញផ្ទាំងនឹងមកឲ្យឧទាហរណ៍ថាខ្ញុំចុចពេលចុចទៅនេះវានឹងចេញផ្ទាំងមួយនេះមកឲ្យនេះអញ្ចឹងបងប្អូនអាចធ្វើការស្វែងរកនៅក្នុងនឹងបានវាមាននិយាយរួមទៅគឺប្រភេទដូចជា sticker អីផ្សេងដែលមាននៅក្នុងទូរស័ព្ទកម្មវិធីអញ្ចឹងអូខេមាន GIF មាន emoji មានអីចឹងណាឧទាហរណ៍ sticker អញ្ចឹងនេះបងអាចស្វែងរក sticker បែប emotional ទាក់ទងទៅនឹងអារម្មណ៍មានច្រើនឧទាហរណ៍ថាខ្ញុំចង់ដាក់រូបសត្វដាក់រូបអីចង់ដាក់រូបទារូបកងរូបស្លឹកឈើរូបអីផ្សេងហូរហែអូខេបងប្អូនអាចរកនៅក្នុងនោះបានហើយកន្លែងនេះឧទាហរណ៍ថារូបអីគេទាក់ទងទៅនឹងភេទ decor រូបភាព icon បែបនេះបងប្អូនអាចរកនៅក្នុងបានឧទាហរណ៍ដាក់បាល់អីចឹងទៅនំបងប្អូនអាចចេញរូបឃើញប្រភេទនំមានច្រើនចឹងបងប្អូនអាចជ្រើសរើសមួយណាក៏បានអូខេហើយមានតទៀតមានឡានយ៉ាយើងស្វែងរកបន្តទៀតទៅវាមានភេទយានយន្តនេះមានដើមឈើមានអីឧទាហរណ៍សិតដើមឈើមួយចូលទៅនេះវាមកបែបនេះសិតអគារមួយមកវាមកបែបនេះចឹងណាហ្នឹងហើយគឺដូច sticker ទូរស័ព្ទចឹងចឹងបើសិនបើយើងមើលនៅលើ keyboard ទេគឺយើងរកអត់ឃើញទេអឺមិនមែនវាត្រឹមតែ sticker ទេវាមានប្រភេទ GIF មានប្រភេទណាមានច្រើនទៀតហើយប្រសិនបើបងប្អូននេះចង់បានសញ្ញាព្រួញបែបនេះអញ្ចឹងនឹងទៅរកនៅណាបងប្អូនចុចចូលមកកន្លែងហ្នឹងឃើញហើយនេះអូខេហ្នឹងគឺយើងអាចធ្វើការដូរពណ៌ដូរអីបានដូចពុម្ពអក្សរអញ្ចឹងគឺខ្ញុំចង់ដូរវាដាក់ពណ៌បៃតងឬក៏ពណ៌ខៀវឬក៏ពណ៌ក្រហមអូខេអញ្ចឹងគឺវាដំណើរការបែបអញ្ចឹងបងប្អូនគ្រាន់តែចុចប៊ូតុងជីវីដេអូជាមួយនឹងចុចគ្រាប់ចុច2ហ្នឹងមកវានឹងបង្ហាញអាហ្នឹងឲ្យអូខេអញ្ចឹងពីមុនខ្ញុំធ្លាប់រកដែរតែរកអត់ឃើញប៉ុន្តែពេលខ្ញុំស្រាវជ្រាវទៅគឺឃើញវានៅកន្លែងហ្នឹងគឺខ្ញុំចង់បានអា sticker ដូចជារូបបេះដូងរូបអីចឹងខ្ញុំយកមកអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនទាំងអស់គ្នាហើយអរគុណសម្រាប់ការចូលរួមទស្សនានៅក្នុងវីដេអូនេះហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ